រុញជួយដីនៅប្រទេសថៃចាប់ផ្ដើមកម្រើកទៀតហើយអ្នកវិទ្យាសាស្ត្រសម្លឹងឃើញអំពីហានិភ័យនិងគ្រោះថ្នាក់ដ៏អាក្រក់នឹងអាចកើតឡើងនៅក្នុងប្រទេសថៃនាពេលខាងមុខនេះអនុញ្ញាតជម្រាបសួរបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានស្វាគមន៍មកកាន់វីដេអូវិភាគព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជុំវិញពិភពលោកនៅក្នុងវីដេអូនេះខ្ញុំបាទសូមលើកយកព័ត៌មានមួយដែលទាក់ទងជាមួយនឹងគ្រោះធម្មជាតិនៅក្នុងប្រទេសថៃតាមរយៈសារព័ត៌មាន The Nation Thailand ចុះផ្សាយកាលពីថ្ងៃទី13ខែកញ្ញាឆ្នាំ2025នៅវេលាម៉ោង 4:20 នាទីព្រឹកតាមម៉ោងនៅក្នុងប្រទេសថៃមានការរំជួយដីកម្រិត 3.6 Richter ដែលបានកើតឡើងនៅភាគខាងជើងនៃឧបទ្វីបស៊ូម៉ាត្រានៅជិតខេត្តសាតុនក្នុងផ្នែកភាគខាងត្បូងនៃប្រទេសថៃការរំជួយនេះកើតឡើងនៅជម្រៅប្រមាណជា10គីឡូម៉ែត្រនិងចម្ងាយពីខេត្តម៉ែហុងស៊ុននិងខេត្តសាតុនប្រហែលជា367គីឡូម៉ែត្រតែប៉ុណ្ណោះបើផ្អែកតាមរបាយការណ៍ជាក់ស្ដែងនៅតំបន់ម៉ែហៃស្រុកផៃខេត្តម៉ែហុងស៊ុនមានការរំជួយកម្រិត 1.5 Richter មានជម្រៅ3គីឡូម៉ែត្រនៅវេលាម៉ោង 12:19 នាទីរំលងអធ្រាត្រក្រោយមកត្រូវបានគេរកឃើញរំញ័រមួយទៀតដែលកើតឡើងនៅប្រទេសមីយ៉ាន់ម៉ាកម្រិត 2.4 Richter នៅជម្រៅ10គីឡូម៉ែត្រស្ថិតនៅក្នុងម៉ោងប្រមាណជា 6:14 នាទីព្រឹកនាថ្ងៃទី13ខែកញ្ញាឆ្នាំ2025បើទោះបីជាមានការរំជួយនិងរំញ័រផ្សេងៗគ្នាក៏ដោយក៏ឥឡូវនេះមិនមានព័ត៌មានអំពីការខូចខាតដ៏ធ្ងន់ធ្ងរនិងគ្រោះថ្នាក់ចំពោះមនុស្សនៅឡើយទេអាជ្ញាធរទេសចរនិងអាជ្ញាធរផ្នែកអាកាសធាតុថៃបានបញ្ជាក់ថាព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ធម្មតាសម្រាប់តំបន់ដែលជាប់ទៅនឹងប្រព័ន្ធភ្នំស៊ូម៉ានិងឧបទ្វីបស៊ូម៉ាត្រាដែលជាតំបន់មានសកម្មភាពរញ្ជួយដីត្រូវបានកាត់ឡើងជាញឹកញាប់បងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានបើទោះបីជារញ្ជួយដីនេះត្រូវបានចាត់ទុកថាជាកម្រិតតូចតាចប៉ុន្តែរឿងនេះមិនមែនជារឿងធម្មតាទេបងប្អូនតំបន់អាស៊ីអាគ្នេយ៍ជាពិសេសគឺកោះស៊ូម៉ាត្រានេះតែម្ដងរួមជាមួយនឹងប៉ែកខាងលិចនៃប្រទេសឥណ្ឌូនេស៊ីដែលជាតំបន់អាស្រ័យនៅក្នុងចំណោមចំណុច Ring of Fire ដែលមានសកម្មភាពភ្នំភ្លើងនិងរញ្ជួយដីឥតឈប់ឈរអ្នកវិទ្យាសាស្ត្រជាច្រើនបានរំលឹកថាព្រឹត្តិការណ៍នេះគួរតែត្រូវបានគេចាត់ទុកថាជាសញ្ញាព្រមានថ្មីមួយដែលជាហានិភ័យដ៏ធំបំផុតនៅក្នុងពេលអនាគតដោយយោងទៅតាមប្រវត្តិសាស្ត្រនៃគ្រោះមហន្តរាយដ៏អស្ចារ្យនៅក្នុងតំបន់នេះគួរឲ្យចងចាំដែរថាកាលពីថ្ងៃទី26ធ្នូឆ្នាំ2004កោះស៊ូម៉ាត្រានេះបានរងការរញ្ជួយដីកម្រិតម៉ាញ៉េទូតរហូតដល់ 9.1 និងហក់ឡើងរហូតដល់ 9.3 Richter ដែលជាការរញ្ជួយដីធំជាងគេទី3នៅក្នុងប្រវត្តិសាស្ត្រពិភពលោករួចមកហើយបានបង្កឲ្យកើតឡើងនៅគ្រោះមហន្តរាយរលកយក្សស៊ូណាមីដែលបានបំបាក់ឆ្នេរសមុទ្រជាច្រើននៅក្នុងតំបន់អាស៊ីនិងអាហ្វ្រិកកណ្ដាលបណ្ដាលឲ្យមានអ្នកស្លាប់ជាង 23,000 នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីថៃឥណ្ឌានិងតំបន់មួយចំនួននៃអាហ្វ្រិកខាងកើតនេះបើតាមប្រភព USGS UN Report 2025អ្នកវិទ្យាសាស្ត្រដូចជា Curry Chase និងក្រុមស្រាវជ្រាវនៅ Earth Observatory of Singapore បានពិនិត្យឃើញថាតំបន់នេះគឺមានការរញ្ជួយដីធំៗជាប្រចាំរាប់រយឆ្នាំម្ដងហើយអាចបន្តកើតឡើងនៅក្នុងរយៈពេលអនាគតដោយសារតែភ្នំភ្លើងដ៏សកម្មដែលវាជាចំណុចប៉ះគ្នារវាងផ្លាកឥណ្ឌានិងផ្លាកអូស្ត្រាលីទោះបីជាការរញ្ជួយដីថ្មីនេះមិនមានសញ្ញាថាបង្កឲ្យមានស៊ូណាមីប៉ុន្តែវាអាចបង្ហាញអំពីសកម្មភាពបន្តជាលំដាប់លំដោយនៅក្នុងស្រទាប់ដីដែលជាអ្វីមួយគួរឲ្យប្រុងប្រយ័ត្នជាទីបំផុតការវិភាគជាច្រើនបានបង្ហាញច្បាស់ថាព្រឹត្តិការណ៍នេះគឺកម្រិត 3.6 នៅថ្ងៃទី14កញ្ញាឆ្នាំ2025វាអាចត្រូវបានគេចាត់ទុកថាគឺជាការចាប់ផ្ដើមបង្ហាញអំពីការបញ្ចេញថាមពលតូចៗនៅតំបន់ដែលមានការប៉ះទង្គិចរវាងផ្លាកនីមួយៗប៉ុន្តែបើតាមទ្រឹស្ដី seismic វាអាចនាំឲ្យមានការបញ្ចេញថាមពលធំជាងនេះនាពេលខាងមុខប្រសិនបើតំបន់នេះមិនអាចទប់ស្កាត់សម្ពាធបានយូរទេដោយសារតែបទពិសោធន៍ឈឺចាប់នៅក្នុងឆ្នាំ2004អ្នកជំនាញបានណែនាំឲ្យប្រទេសថៃនិងប្រទេសឥណ្ឌូនេស៊ីពង្រឹងប្រព័ន្ធផ្ដល់សញ្ញារលកយក្សស៊ូណាមីដូចជាការរៀបចំផែនការជួយសង្គ្រោះសាធារណជនជាបន្តបន្ទាប់ព័ត៌មានថ្មីៗពី BMKG ឥណ្ឌូនេស៊ីបានបញ្ជាក់ថាតំបន់ស៊ូម៉ាត្រានៅតែមានហានិភ័យកើតរញ្ជួយដីធំៗគ្រប់ពេលទាំងអស់ដូច្នេះព្រឹត្តិការណ៍បច្ចុប្បន្នត្រូវបានគេមើលឃើញថាជាសញ្ញាដែលមិនអាចមើលរំលងនោះទេព្រោះវាអាចជាមូលហេតុដល់ការរីកចម្រើននៃគ្រោះមហន្តរាយដ៏ធំមួយផ្សេងៗទៀតដែលនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសន្តិសុខរបស់មនុស្សជាតិនិងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលអ្នកជំនាញ UNDP និង World Bank បានព្យាករណ៍ថាប្រទេសថៃនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផ្នែកសង្គមសេដ្ឋកិច្ចនិងសន្តិសុខជាតិទី1សម្រាប់ផ្នែកមនុស្សនិងសង្គមប្រជាជនតាមឆ្នេរអ្នកនេសាទត្រីនិងអ្នកស្រុកនៅក្នុងតំបន់ទេសចរដូចជាតំបន់ភាគខាងត្បូងមានខេត្តភូកេតក្រាប៊ីឬក៏ខេត្តសាតុននឹងជួបការបាត់បង់ជីវិតคล้ายទៅជាអ្នកភៀសខ្លួននៅក្នុងប្រទេសជាច្រើនម៉ឺននាក់ដោយមានបញ្ហាផ្គត់ផ្គង់ទឹកស្អាតអាហារនិងសេវាសុខភាពផ្នែកទី2គឺផ្នែកសេដ្ឋកិច្ច World Bank បានវាយតម្លៃថាស៊ូណាមីធំអាចធ្វើឲ្យ GDP ថៃបាត់បង់រហូតដល់ 3 ទៅ 5% នៅក្នុងមួយឆ្នាំព្រោះឧស្សាហកម្មទេសចរគឺជាផ្នែកដ៏សំខាន់បំផុតដែលបានប្រមូលថវិកាជាតិសម្រាប់សេដ្ឋកិច្ចថៃចំនួនរាប់លានដុល្លារអាចត្រូវបានបាត់បង់នៅក្នុងរយៈពេលវែងព្រមទាំងឧស្សាហកម្មនេសាទនិងសេវាកំពង់ផែត្រូវបានបំផ្លិចបំផ្លាញទី3គឺផ្នែកសន្តិសុខនិងមូលដ្ឋានសេវាកម្មការដាច់ផ្លូវនិងការខូចខាតអគារទំនើបរួមជាមួយនឹងវិទ្យាស្ថានសុខាភិបាលអាចធ្វើឲ្យរដ្ឋាភិបាលថៃប្រឈមជាមួយនឹងបញ្ហាគ្រប់គ្រងនិងការបាត់បង់ទំនុកចិត្តពីសាធារណជនផ្នែកអន្តរជាតិអាស៊ានអាចត្រូវបានចូលរួមជួយសង្គ្រោះប៉ុន្តែការរំខានពីពាណិជ្ជកម្មសមុទ្រដ៏សំខាន់តាមឆ្មាំសមុទ្រម៉ាឡាកានិងអង់ដាម៉ង់នឹងធ្វើឲ្យថៃស្ថិតនៅក្រោមហានិភ័យដ៏ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ចអន្តរជាតិដូច្នេះការរញ្ជួយដីកម្រិត
ម៉ាញ៉េទូតនេះត្រូវបានគេមើលឃើញថាគឺជាសញ្ញាព្រមានដ៏សំខាន់មួយដែលបញ្ជាក់ថាប្រទេសថៃត្រូវពង្រឹងប្រព័ន្ធការពារស៊ូណាមីរៀបចំផែនការជួយសង្គ្រោះបន្ទាន់និងការចូលរួមផ្នែកអាស៊ានដើម្បីបង្កើនសមត្ថភាពទប់ទល់ជាមួយនឹងគ្រោះដ៏ធំអាចកើតឡើងវិញនៅថ្ងៃខាងមុខបងប្អូននេះគឺជាព័ត៌មានដ៏សំខាន់មួយមិនថាតែប្រទេសថៃទេសូម្បីតែបណ្ដាប្រទេសនៅជុំវិញនោះជាពិសេសគឺនៅតំបន់ប្រឈមជាមួយនឹងកោះស៊ូម៉ាត្រានេះតែម្ដងប្រវត្តិសាស្ត្រគឺធ្លាប់មានរួចមកហើយដូច្នេះរឿងរ៉ាវដែលត្រូវកើតឡើងជាបន្តបន្ទាប់ក៏អាចនឹងមានផងដែរដែលយើងកំណត់សម្គាល់ថានេះគឺជាសញ្ញាដ៏គ្រោះថ្នាក់មួយបើទោះបីជាអាជ្ញាធរថៃព្យាយាមលាក់បាំងរឿងនេះក៏ដោយប៉ុន្តែសូមជម្រាបជូនថាបងប្អូនរលក 3.6 Richter នេះមិនមែនជារឿងធម្មតាទេដែលអាចកើតឡើងជារៀងរាល់ថ្ងៃនិងជាបន្តបន្ទាប់នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសថៃរឿងរ៉ាវនេះខ្ញុំធ្លាប់និយាយជាច្រើនដងរួចមកហើយកាលពីថ្ងៃទី28 ខែមីនាឆ្នាំ2025កន្លងមកនៅពេលដែលរញ្ជួយដីនៅឯប្រទេសមីយ៉ាន់ម៉ាត្រូវបានកាត់ឡើងហើយប៉ះពាល់ទៅលើទីក្រុងបាងកករបស់ប្រទេសថៃរហូតទៅដល់7 Richter ហើយមកទល់ពេលបច្ចុប្បន្នកម្លាំងរញ្ជួយនេះក៏មិនទាន់បានរលាយផុត 100% នៅឡើយទេភាគខាងត្បូងនៃប្រទេសថៃនៅតែកាត់ឡើងជាបន្តបន្ទាប់នេះដោយសារតែតំបន់នៅក្នុងប្រទេសថៃភាគខាងត្បូងគឺជា Ring of Fire គឺជាចំណែកដ៏សំខាន់មួយនៃការប៉ះទង្គិចគ្នារវាងខ្លាតិចតុនិកដូច្នេះគ្រោះធម្មជាតិដ៏ធំអាចនឹងកើតឡើងនៅតំបន់ភាគខាងត្បូងរបស់ប្រទេសថៃនៅក្នុងវិនាទីណាមួយក៏ថាបានដែរតាមការពិតទៅប្រទេសថៃគួរតែយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើវិស័យគ្រប់គ្រងផ្នែកគ្រោះថ្នាក់ធម្មជាតិជាជាងការប្រើប្រាស់នយោបាយដើម្បីវាយទីទឹកដីប្លន់ទឹកដីពីកម្ពុជាព្រោះកត្តានេះគឺជាចំណុចសំខាន់នៃការពង្រឹងសមត្ថភាពដើម្បីទប់ទល់ជាមួយនឹងគ្រោះធម្មជាតិដែលប្រទេសរបស់ខ្លួនអាចនឹងកើតឡើងនាពេលខាងមុខនេះប្រសើរជាងយកពេលវេលាយកមកបំផ្លាញកេរ្តិ៍ឈ្មោះបំផ្លាញសេដ្ឋកិច្ចនិងបំផ្លាញទំនុកចិត្តពីអន្តរជាតិក្រោមអំពើឈ្លានពានទឹកដីមកលើប្រទេសកម្ពុជាសារនេះសូមជូនដំណឹងទៅកាន់ប្រជាជនថៃទាំងអស់គ្នាថាប្រសិនបើអ្នកនៅតែមានបំណងឈ្លានពានទឹកដីកម្ពុជាជាបន្តទៀតនោះសេចក្តីសុខសេមសាន្តនៅក្នុងប្រទេសរបស់អ្នកនឹងមិនអាចស្ថិតស្ថេរបានឡើយនៅក្នុងពិភពលោកនេះប្រទេសណាក៏គេស្រឡាញ់ទឹកដីស្រឡាញ់ជាតិសាសន៍របស់ខ្លួនដែរជាក់ស្ដែងប្រទេសកម្ពុជាគឺមិនចង់មានសង្គ្រាមនិងអស្ថិរភាពនៅក្នុងសង្គមរបស់យើងទេពួកយើងចង់បានសន្តិភាពពួកយើងមិនមានបំណងឈ្លានពានប្រទេសណាទេប៉ុន្តែប្រទេសរបស់អ្នកឯងតែងតែបង្កទំនាស់ឥតឈប់ឈរនៅក្នុងប្រវត្តិសាស្ត្រអ្នកបានលេបទឹកដីកម្ពុជាជាច្រើនរួចមកហើយហេតុអ្វីបានជាអ្នកនៅតែចង់បានបន្ថែមទៀតមិនចេះខ្មាស់គេបែបនេះទន្ទឹមទៅនឹងស្ថានភាពជាក់ស្ដែងបច្ចុប្បន្ននេះកម្ពុជាមានភាពខ្លាំងមួយរួចទៅហើយទាំងផ្នែកការទូតនិងដូនតាខ្មែរបានកំណត់សម្គាល់ទុកថានឹងត្រូវផ្ដន់ទាទោសអ្វីខ្លះចំពោះប្រទេសថៃនាថ្ងៃខាងមុខអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាស្រឡាញ់ពេញចិត្តវីដេអូនេះបងប្អូនអាចចុច like ឬក៏យល់ថាវីដេអូនេះមានសារៈសំខាន់កុំភ្លេច share ចូលទៅកាន់បណ្ដាញសង្គម Facebook TikTok Telegram ឬក៏បងប្អូនចង់បានវីដេអូជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃបងប្អូនគ្រាន់តែចុចពាក្យ Subscribe នៅក្នុង YouTube ជាការស្រេចអរគុណជម្រាបលាជួបគ្នានៅ